សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ភូមិខ្មោច Podcast នាងខ្ញុំជា Assistant របស់ Admin Channel ភូមិខ្មោច Podcast ថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្ដាប់រឿងខ្មោចដ៏គួរឲ្យខ្លាចបំផុតប្រសិនបើប្រិយមិត្តអ្នកអានបានស្ដាប់រឿងខ្មោចនៅមន្ទីរពេទ្យស៊ីរីយ៉ាប្រទេសថៃដែលកើតមានពី2ឆ្នាំមុននេះពិតជាភ័យស្លុតប៉ុណ្ណាទេបើសិនជាខ្សោយទៀតផងនឹងទៅជាឈឺមិនខានព្រោះតែព្រឺខ្លាចតើហេតុយ៉ាងណាខ្លះដែលបណ្ដាលឲ្យមន្ទីរពេទ្យមានខ្មោចលងបែបនេះអ្នកកាសែត The Nation ម្នាក់ចាត់ទុកថាជាជនបេះដូងដែកបានប្រថុយប្រថានចុះស៊ើបរឿងខ្មោចនេះដល់មន្ទីរពេទ្យដោយផ្ទាល់នៅមន្ទីរពេទ្យនោះភ្លើងអគ្គិសនីឧស្សាហដាច់ណាស់ដោយសារតែភងកណ្ដុះកាត់បំផ្លាញភាពងងឹតគឺជាចំណូលចិត្តរបស់ពួកខ្មោចព្រៃណាស់នៅពេលសួរថាតើមានប្រលឹងខ្មោចវាលវល់នៅមន្ទីរពេទ្យនេះមែនឬមនុស្សតិចណាស់ដែលគ្មានចម្លើយសូម្បីតែផ្នែកវិទ្យាសាស្ត្របច្ចេកទេសខាងប៉ូលីសព្រំទាន់ក៏គ្មានពាក្យនឹងនិយាយដែរចុះចំពោះប្រជាជនធម្មតាយ៉ាងម៉េចដែរយល់ឡគប់បីនៅស្ងៀមឡជាងមិនត្រូវលលេងនឹងការភ័យខ្លាចឡើយវេជ្ជបណ្ឌិតម្នាក់ឈ្មោះសាបាជាសាស្ត្រាចារ្យនៅសាលាពេទ្យទេសទើបហ៊ានឆ្លើយថាមានសាបាធ្វើការនៅមន្ទីរពេទ្យស៊ីរីយ៉ានេះខាងផ្នែកវះកាត់និងផ្នែកតម្កល់សាកសពកន្លងមកមន្ទីរពេទ្យបានតម្កល់សាកសពជាច្រើនមានទាំងសាកសពឃាតករមានទាំងសាកសពអ្នកស្លូតត្រង់សាបាបានឲ្យដឹងថាមន្ទីរពេទ្យនេះធ្លាប់តម្កល់សាកសពជនអ៊ុក្រិតស៊ីសាច់មនុស្សឈ្មោះស៊ីអ៊ុយកាលពីឆ្នាំ1960បន្ទប់ធ្វើការរបស់សាបាចុងអៀតហើយមានពន្លឺព្រាលៗចេះពីអំពូលភ្លើងកញ្ចក់ដែលព្យួរនៅលើក្បាលប៉ុណ្ណោះផ្ទៃមុខរបស់លោកស្ថិតនៅពន្លឺស្ទង់ៗដូច្នេះមើលទៅមិនខុសអ្វីពីសាកសពឡើយសាបាបានអះអាងជានិច្ចថាអ្វីដែលគាត់និយាយសុទ្ធតែជាការពិតគាត់បាននិទានរឿងនោះដោយទឹកមុខមឹងម៉ាត់គួរឲ្យជឿជាក់ថាមឿនយប់មួយពេលខ្ញុំកំពុងតែឈរនៅអាគារមួយទល់មុខនឹងអាគារវ៉ែកាត់ខ្ញុំបានឃើញស្រីម្នាក់ស្លៀកពាក់ជាឈុតប្រពៃណីពាណាកន្សែងសពាក់ក្រវិលសក់ក្រងយ៉ាងស្អាតនាងបានអង្គុយចុះហើយសម្លឹងមុខខ្ញុំបន្ទាប់មកស្រាប់តែរូបនាងរលាយខ្សោបាត់ទៅដូចជាផ្សែងអញ្ចឹងនាងនោះតែងតែបង្ហាញខ្លួនឲ្យខ្ញុំឃើញជាច្រើនដងលើសពីនេះទៀតមានម្ដងនោះពេលខ្ញុំទៅដល់ផ្ទះទៅហើយទើបដឹងថាខ្ញុំផ្លេចសៀវភៅនៅជាន់ទី2នៃអាគារវ៉ាកាត់ខ្ញុំក៏បាក់មកមន្ទីរពេទ្យវិញនៅយប់នោះតែម្ដងពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ផុតស្រាប់តែទ្វារបន្ទប់បិទលន់លើក្រាំងពីក្រោយក្នុងខ្ញុំពេលនោះគ្មានខ្យល់សោះដូច្នេះទ្វារនេះវាពុំអាចនឹងធ្វើសកម្មភាពបានទេខ្ញុំនឹកគិតភ្លាមថាមានគេចង់លលេងនឹងខ្ញុំហើយខ្ញុំក៏កញ្ឆោកយកសៀវភៅរួចស្ទោះចេញពីបន្ទប់នោះតាមសមត្ថភាពដែលខ្លួនធ្វើទៅបានសាបាបានឲ្យដឹងថានៅអាគារវ៉ែកាត់នេះបានក្លាយទៅជាប្រធានបទនៃរឿងខ្មោចក្នុងចំណោមនិស្សិតពេទ្យចឹងអស់ទៅហើយសាកសពរាប់មិនអស់ទេដែលបានយកមកកាន់ទីនេះសម្រាប់ធ្វើការស្រាវជ្រាវមន្ទីរពេទ្យនេះក៏វិលវល់ទៅដោយប្រលឹងសាកសពទាំងនោះដែរកាលពីសាបានៅជានិស្សិតពេទ្យនៅឡើយគាត់ធ្លាប់បានកាន់លលាតក្បាលនិងឆ្អឹងមនុស្សពីមន្ទីរពេទ្យនេះយកទៅស្រាវជ្រាវនៅឯផ្ទះនៅយប់មួយនោះពេលគាត់កំពុងអានសៀវភៅគាត់ហាក់ដូចជាមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងសម្លឹងមើលគាត់ពីក្រោយខ្នងគាត់និយាយថាពេលខ្ញុំបែរមកគ្មានឃើញអ្នកណាទាំងអស់ខ្ញុំពិតជាពុំខ្លាចខ្មោចឡើយខ្ញុំអង្គុយនៅចុងម្ខាងនៃកៅអីចំណែកនៅចុងម្ខាងទៀតដែលនៅទំនេរនោះហាក់ដូចជាមានទម្ងន់សង្កត់ធ្វើឲ្យកៅអីផ្អៀងទៅនៅពេលខ្ញុំឡើងទៅលើក្រែខ្នាយរបស់ខ្ញុំដូចជាត្រុតចុះហាក់ដូចជាមានអ្នកណាម្នាក់ទើបនឹងដេករួចខ្ញុំបាននិយាយរឿងនេះប្រាប់គ្រូនិងមិត្តភ័ក្តិខ្ញុំពួកគេតបថាក៏ធ្លាប់ជួបប្រទះសភាពប្រហាក់ប្រហែលនេះដែរនេះប្រហែលជាប្រលឹងរបស់សាកសពចង់នៅជាមួយនឹងខ្ញុំហើយ
គីលៀននូបថាយិកាម្នាក់នៅមន្ទីរពេទ្យក៏ធ្លាប់ពើប្រតិនឹងប្រលឹងខ្មោចជាច្រើនលើកដែរនៅយប់មួយពេលយាមប្រចាំការនាងកំពុងអានឯកសារស្រាប់តែមានបរិបម្នាក់ក្នុងសម្លៀកបំពាក់រហែករយីក្រយែកបានដើរកាត់មាត់ទ្វារសម្ដៅទៅកាន់ក្រែអ្នកជំងឺម្នាក់នាងគីលៀននូបថាយិកាបន្តថាជននោះបានឈរទ្រឹងសម្លឹងទៅអ្នកជំងឺកំពុងដេកលើក្រែអ្នកជំងឺនោះទៅនឹងវែកកាត់ដាក់ក្របភ្នែកថ្មីដែលបានមកពីសាកសពដែលស្លាប់ទៅជននោះបានអោនសម្លឹងអ្នកជំងឺអស់មួយសន្ទុះរួចក៏រលាយបាត់ស្រមោលទៅលោកវេជ្ជបណ្ឌិតម្នាក់ទៀតឈ្មោះអាយិនប៊ុនយ៉ាកេតបានបោះពុម្ពសៀវភៅមួយក្បាលមានចំណងជើងថារឿងពិតពិបាកនឹងជឿដែលលោកសរសេររំលឹកឡើងវិញកាលពីឆ្នាំ1961នាចំនួនលោកជានិស្សិតកំពុងតាមរៀននៅមន្ទីរពេទ្យស៊ីរីយ៉ានេះលោកតែងទៅរងទប់ទោមនេងដោយសារតែស្រមោលខ្មោចនេះខ្មោចបានរំខានលោករហូតដល់គៀបសង្កត់ដល់អារម្មណ៍លោកយ៉ាងខ្លាំងក្លាពុំនោះសោតលោកមានគំនិតចង់ធ្វើអត្តឃាតដើម្បីឲ្យបានរួចផុតពីព្រលឹងខ្មោចនេះទៀតផងមានយប់មួយពេលលោកដឹងខ្លួនឡើងស្រាប់តែឃើញស្រមោលមនុស្សម្នាក់ឈរនៅក្បែរក្រែលោកដេកតាំងពីពេលណាមកមិនដឹងលោកស្រែកឡើងអ្នកណានឹងការពិតគ្មានអ្នកណានៅក្បែរនោះក្រៅពីប្រពន្ធរបស់លោកនិងគីលៀនុបថាអ៊ីកាឡើយក្រោយមកលោកបែរជាឃើញក្មេងស្រីម្នាក់មៀតធំបានមកក្បែរលោកនិងនិយាយមកកាន់លោកដើម្បីអះអាងចំពោះប្រការនេះលោកវេជ្ជបណ្ឌិតម្នាក់ទៀតបានសំណូមពរឲ្យប្រពន្ធលោកប៊ុនយ៉ាកេតនិយាយឡើងវិញរឿងនោះក្មេងស្រីមៀតធំនោះបាននិយាយមកកាន់លោកប៊ុនយ៉ាកេតថានាងស្លាប់ដោយរោគថាត់នៅបន្ទប់នេះកាលពី2ឆ្នាំមុនក្មេងស្រីនោះនិយាយថាខ្ញុំនៅមានមិត្តម្នាក់ទៀតក៏ស្លាប់នៅទីនេះកាលពីឆ្នាំទៅដែរថ្មីនេះវេជ្ជបណ្ឌិតប៊ុនយ៉ាកេតបានធ្វើឲ្យមនុស្សរាល់គ្នាភ័យខ្លាចញាប់ញ័រអំពីរឿងខ្មោចលឹងនេះដោយមានភស្តុតាងគ្រប់គ្រាន់រឿងនោះចាប់ផ្ដើមពីការស្លាប់របស់យុវតីម្នាក់កាលពីចម្បន់ស្ដេចរាមា3នៅទន្លេចៅផាយ៉ានាងយុវតីផឹមផាវ៉ាឌីជាកូនស្រីរបស់ថៅកែហាងមួយនៅជិតវត្តចែស៊ីរិននាងត្រូវស្លាប់នៅអាគារវះកាត់ក្នុងមន្ទីរពេទ្យស៊ីរីយ៉ានេះកាលពីឆ្នាំ1960ក្រោយពេលស្លាប់នាងបានទៅបយោសុបដៃឲ្យឪពុកលើកផ្លូវមួយនៅវត្តវ៉ាខុតដោយយកឈ្មោះនាងដាក់ឲ្យផ្លូវនោះនាងបានប្រាប់វេជ្ជបណ្ឌិតប៊ុនយ៉ាកេតអំពីរឿងរ៉ាវទាំងអស់នោះក្រោយមកលោកថាវបានឮរឿងប្រលឹងខ្មោចរបស់នាងផឹមផាវ៉ាឌីដែលត្រូវជាប្អូនស្រីខ្លួននោះលោកថាវក៏ឲ្យកូនប្រុសរបស់គាត់ឈ្មោះវីរ៉ាវ៉ាត់ធ្វើដំណើរទៅកាន់វត្តវ៉ាខុតដើម្បីរកការពិតនាយវីរ៉ាវ៉ាត់បានរកឃើញភ្នំមួយនៅទីនោះមែននៅពីមុខភ្នំមានរូបថតស្រីម្នាក់ប៉ុន្តែរូបនោះចាស់ព្រឺទៅហើយមើលពុំច្បាស់និងមានសរសែរឈ្មោះអ្នកស្លាប់គឺនាងផឹមផាវ៉ាឌីពិតប្រាកដមែនគ្មានអ្នកណាម្នាក់ជឿរឿងខ្មោចលឹងនោះឡើយប៉ុន្តែក៏គ្មានអ្នកណាម្នាក់បដិសេធដែរលើកឡើងតែអស់លោកវេជ្ជបណ្ឌិតមួយចំនួនដែលនៅមន្ទីរពេទ្យស៊ីរីយ៉ានេះនឹងត្រូវស្រមោលខ្មោចបង្ហាញខ្លួននៅចំពោះមុខទើបជឿជាក់ថាមានប្រលឹងខ្មោចមែនគេបានដឹងថាប៉ូលីសដោយមានការចូលរួមពីវេជ្ជបណ្ឌិតជាច្រើនអ្នកនិងអ្នកវិទ្យាសាស្ត្រម្នាក់ទៀតនឹងមកកាន់មន្ទីរពេទ្យនេះដើម្បីរុករកការពិតទោះបីយ៉ាងណាក៏ដោយក៏ប្រជាជនពុំហ៊ានអើតក្បាលនៅមន្ទីរពេទ្យដែលមានខ្មោចលឹងនេះដែរ